គេតាមានបងប្អូនភ្ញៀវគិតតែយកទាំងឡាយជាទីគោរពនៅក្នុងសម័យថ្ងៃនេះគឺជាថ្ងៃ11កើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី30ខែធ្នូគ្រិស្តសករាជ2025សង្គមក្រុមគ្រួសាររបស់លោកលឹមវេតនិងលោកស្រីលឹមថៃលីណាស្ថិតនៅភូមិបង្ក្រៀកឃុំលាវទូទីក្រុងកឹងធើបានរៀបចំនៅពិធីមង្គលការជូនកូនប្រុសលឹមបេជាគូគាត់ភ័ព្វព្រេងវាសនាជាមួយនឹងកូនស្រីយ៉ាថៃចាងជាកូនរបស់លោកចាកាននិងលោកស្រីគីមថៃហានស្ថិតនៅភូមិបឹងបួយឃុំលាវទូទីក្រុងកឹងធើអាស្រ័យហេតុនេះក៏បានចាត់ជាលិខិតគោរពអញ្ជើញទៅដល់លោកយាយលោកតាមានមីងបងប្អូនភ្ញៀវកិត្តិយសទាំងអស់ដើម្បីនឹងមកជូនពរជូនជ័យសិរីសួស្តីដល់កូនប្រុសកូនស្រីដែលយើងចំបាត់នៅក្នុងឱកាសនេះvâng kính thưa quan nguyên hai họ kính thưa quý vị quan khách gần xa hôm nay là ngày 30 tháng 12 năm 2025 nhằm ngày 11 tháng 11 năm Ất Tỵ gia đình của ông Lâm Quyết và bà Lâm Thị Ly Na cư ngụ ấp Bưng Thiết xã Liêu Tú thành phố Cần Thơ long trọng tổ chức buổi lễ tân hôn cho chú rể Lâm Bè đẹp duyên cùng cô dâu Trà Thị Trang là con của ông Trà Can và bà Kim Thị Han cư ngụ ấp Bừng Bụi xã Liêu Tú thành phố Cần Thơ và có mời bà con cô bác đến tham dự chung buổi lễ tân hôn ngày hôm nay và để chúc cho đôi tân lang và tân nương của chúng ta được trăm năm hạnh phúc. Xin mời quý vị hãy dành một tràng pháo tay thật lớn để chúc mừng cho đôi tân lang và tân nương ạ. Cùng ở quân trực tế nó không ở cả ní đã phải nên ta tuần xoa cùng nhiều kiện tỷ dụទាំងអស់ដែលបានគោរពអញ្ជើញមកជូនពរជូនជ័យសិរីសួស្តីដល់កូនប្រុសកូនស្រីនៅក្នុងឱកាសនេះចឹងទេកូនស្រីយើងដាក់ផ្កាផ្ញើខាងមុខសិនណាដាក់ផ្កាលើតូបខាងមុខហ្នឹងហើយលើកដៃឡើងគោរពភ្ញៀវកិត្តិយសដែលលោកចំណាយនៅពេលវេលាមកជូនពរជូនជ័យសិរីសួស្តីដល់យើងទាំងពីរនៅក្នុងឱកាសនេះចឹងទេគោរពលើកទី1គោរពលើកទី2គោរពលើកទី3នៅក្នុងឱកាសនេះកូនប្រុសនិងកូនស្រីសូមលំអោនកាយគោរពចំពោះទៅដល់លោកយាយលោកតាមេមីបងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយនៅពេលវេលាដ៏មានតម្លៃគោរពអញ្ជើញមកជូនពរជូនជ័យសិរីសួស្តីដល់យើងចំបាត់ទាំងពីររូបនៅក្នុងឱកាសនេះហើយប្រសិនបើការទទួលនៅបដិសន្ធារកិច្ចការទទួលរាជទេពចំពោះលោកយាយលោកតាមេមីបងប្អូនភ្ញៀវកិត្តិយសទាំងអស់មានការលឺលាស់ខ្វះខាតមិនសមរម្យទេនោះក៏សូមលោកយាយលោកតាមានបងប្អូនភ្ញៀវកិត្តិយសទាំងអស់អនុគ្រោះខន្តីអភ័យទោសមកដល់សង្គមគ្រួសារដែលយើងជួបបានទាំងពីរត្រកូលផងហើយក្នុងឱកាសនេះកូនប្រុសកូនស្រីគ្មានអ្វីដើម្បីនឹងតបស្នងសងគុណចំពោះលោកយាយលោកតាមានបងប្អូនភ្ញៀវកិត្តិយសទេមានតែបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ជួយចម្រុងចម្រើនថែរក្សាដល់លោកយាយលោកតាមានបងប្អូនភ្ញៀវកិត្តិយសទាំងអស់សំពុបជួបប្រទេសសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការសូមព្រះពុទ្ធរក្សាព្រះធម៌ធានាព្រះសង្ឃសាទរព្រះអន្តរជ័យព្រមថ្លៃអរពរអស់ទេនិកលោកឲ្យសុខសិរីសួស្តីដល់លោកយាយលោកតាភ្ញៀវកិត្តិយសទាំងអស់ហើយមិនតែប៉ុណ្ណោះសោតនៅក្នុងឱកាសដែលទទួលនៅបដិសន្ធាររួចជាស្រេចទទួលនៅពូជនីហារួចជាស្រេចហើយវិលត្រឡប់ទៅគេហដ្ឋានវិញសូមឲ្យសម្ពុទ្ធជួបប្រទេសតែសេចក្តីសុខនិងសុវត្ថិភាពគ្រប់គ្នាបាទសូមអរគុណបាទជាទីដើម្បីនឹងបន្តមកទៀតនេះគឺថាសូមគោរពអញ្ជើញកូនប្រុសនិងកូនស្រីយើងឈានមកខាងជើងមួយចំហៀនដើម្បីនឹងចាក់ស្រាជូនចំពោះលោកអ្នកដ៏មានគុណជាទីសូមគោរពអញ្ជើញកូនប្រុសកូនស្រីកាន់កែវស្រាកាន់ដបស្រាឡើងដើម្បីនឹងចាក់ស្រាកិត្តិយសជូនចំពោះលោកអ្នកដ៏មានគុណរបស់យើងnghe lòng đang ước mơ mơ ôm anh trong tay đêm mưa thì rằng ông được người ta yêu kết tình yêu tương lai
រពនៅក្នុងឱកាសនេះកូនប្រុសនិងកូនស្រីកំពុងតែចាក់នៅស្រាកិត្តិយសជូនចំពោះលោកនាងដ៏មានគុណចំពោះលោកឪពុកនិងអ្នកម្ដាយទាំងសងខាងបាទលោកជាលោកតានិងជាកិត្តិយសទាំងឡាយជាទីគោរពនៅក្នុងឱកាសនេះកូនប្រុសកូនស្រីកំពុងតែចាក់នៅស្រាកិត្តិយសជូនចំពោះលោកអ្នកដ៏មានគុណទាំងពីរសងខាងដែលមានសគុណយ៉ាងធំធេងខំចិញ្ចឹមដោយបាច់ថែរក្សាតាំងពីតូចរហូតមកដល់ពេលនេះហើយមិនតែប៉ុណ្ណោះសោះថែមទាំងរៀបចំនៅពិធីមង្គលការទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនហើយក្នុងឱកាសនេះដែរកូនប្រុសកូនស្រីកំពុងតែចាក់នៅសូរ៉ានេះជូនចំពោះលោកអ្នកដ៏មានគុណជាក្តៅយ៉ាងណាក៏ខ្ញុំត្រូវតែចេះមើលថែគ្នារៀងខ្លួនវ៉ាន់គិតធ្វើវិវ័យnước biển mênh mông không đông đầy tình mình mây trời lồng lộng không phụ tính công cha tầng tạo sớm hơn mẹ nuôi con khôn lớn mang cả tấm thân gầy cha che chở đời con và nhân ngày hôm nay cô dâu và chú rể của chúng ta đang rót những ly rượu để dâng lên những đấng sinh thành đã có công nuôi nấng dưỡng dục và không những thế hôm nay đã tổ chức một buổi lễ tân hôn và có mời bà con cô bác đến tham dự để chúc phúc cho đôi tân lang và tân nương ngày hôm nayបាទអញ្ចឹងទេបន្តអំពីចាក់នៅស្រាកិត្តិយសរួចជាស្រេចហើយយកពីកែវជូនចំពោះលោកអ្នកដ៏មានគុណកូនប្រុសកូនស្រីយើងយកស្រាពីកែវជូនចំពោះលោកឪពុកម្ដាយខាងកូនប្រុសមុនជូនឪពុកម្ដាយខាងកូនប្រុសមុនហើយអញ្ជើញឪពុកម្ដាយខាងកូនស្រីយើងធានទៅខាងជើងបន្តិចបាទអញ្ចឹងបាទហើយជូនហើយគឺថាសូមអញ្ជើញញ៉ាំមីងកាន់សិនបាទកាន់កែវសិនកុំអាលពិសាស្រាបាទហើយអញ្ជើញកាន់សិនហើយយកពីកែវទៀតជូនចំពោះលោកឪពុកម្ដាយខាងកូនស្រីវិញយកពីកែវទៀតនឹងហើយសូមគោរពអញ្ជើញលោកឪពុកនិងអ្នកម្ដាយទទួលនៅស្រាកិត្តិយសនេះចំពោះមុខភ្ញៀវដែលលោកបានគោរពអញ្ជើញមកជូនពរជូនជ័យសិរីសួស្តីចំពោះកូនប្រុសកូនស្រីរបស់យើងហើយបន្តអំពីទទួលកែវស្រាកិត្តិយសអំពីកូនទាំងពីរហើយសូមគោរពអញ្ជើញធានមកមុខមួយចំហៀនណាហើយកូនប្រុសកូនស្រីយើងឈរខាងកណ្ដាលហ្នឹងហើយសូមគោរពអញ្ជើញដន្លងទាំង4ជលកែវមួយបាទហើយក្នុងឱកាសដែលដណ្ដងទាំងសងខាងតង្កេចកែវនៅក្នុងឱកាសនេះសូមភ្ញៀវកិត្តិយសយើងអបអរសាទរមួយទៀតបាទហើយជើញពិសាបាទជើញពិសានៅស្រាកិត្តិយសចំពោះមុខភ្ញៀវបាទហើយសូមអរគុណបាទហើយបន្តអំពីពិសានៅស្រាកិត្តិយសរួចជាស្រេចហើយសូមគោរពអញ្ជើញលោកឪពុកនិងអ្នកម្ដាយទាំងសងខាងបាទធានទៅខាងក្រោមដើម្បីនឹងយើងទទួលរាក់ទាក់ភ្ញៀវកិត្តិយសដែលលោកបានចំណាយនៅពេលមកគោរពអញ្ជើញមកជូនពរជ័យសិរីសួស្តីដល់កូនប្រុសកូនស្រីរបស់យើងហើយចឹងទេកូនប្រុសកូនស្រីកាន់កែវម្នាក់កែវស្រាម្នាក់មួយកែវដើម្បីនឹងពិសាស្រាជាមួយគ្នាបាទចឹងទេក្នុងឱកាសដែលកូនប្រុសកូនស្រីបំរុងនឹងពិសានៅស្រាកិត្តិយសនៅក្នុងឱកាសនេះសូមបងប្អូនភ្ញៀវកិត្តិយសយើងជូនពរជូនជ័យដោយស្នូតនេះដៃមួយទៀតបាទ
បាទសូមជូនពរជូនជ័យសិរីសួស្តីដល់កូនប្រុសកូនស្រីឲ្យមានសុភមង្គល100ឆ្នាំបាទសូមអរគុណហើយបន្តអំពីពិសានៅស្រាជាមួយគ្នារួចជាស្រេចហើយសូមគោរពអញ្ជើញកូនប្រុសកូនស្រីយើងឈានទៅខាងក្រោមដើម្បីនឹងទទួលអបអរសាទរភ្ញៀវកិត្តិយសរបស់យើងដោយការគួរបាទសូមអរគុណហើយនៅក្នុងឱកាសនេះដែរ